ដូច្នេះក្រៅពីចង់បានតម្រងនោមរបស់ខ្ញុំតែរយៈពេល3ឆ្នាំកន្លងមកនៃការចុះសម្រុងគ្នាពិតជាគ្រាន់តែជាការសម្ដែងគេមិនចាត់ទុកខ្ញុំដូចជាកូនវាគ្រាន់តែត្រូវបានប្រើជាឧបករណ៍ដើម្បីព្យាបាលយ៉ាងឆេវប៉ុណ្ណោះអ្វីដែលអ្នកធ្វើពេញមួយថ្ងៃគឺបង្កបញ្ហារឿងមិនចេះចប់ដែលត្រូវរកមើលសួនចុះពេលក្រោយវិញយើងនឹងស្នាក់នៅផ្ទះលែងចាំបាច់លាក់ខ្លួនពីរឿងឥតប្រយោជន៍នោះទៀតហើយយាយនឹងនាំអ្នកទៅសួនកំសាន្តនៅពេលណាមួយយល់ព្រមទេកូនប្រុសឲ្យកូនប្រុសញ៉ាំគ្រឿងផ្សំទាំងនេះបន្ថែមទៀតម៉ាក់បានសុំអ្នកជាពិសេសឲ្យដឹកវាតាមផ្លូវអាកាសពីបរទេសញ៉ាំឲ្យបានច្រើនរាងកាយរបស់អ្នកអរគុណម៉ាក់ស៊ីបង្គាធំមួយសិនហាកុំធ្វើបែបនោះពេលក្រោយអរគុណតើនោះជាការបញ្ចេញមិត្តបែបណាញ៉ាំបានអ្នកចង់ឲ្យវាមកខ្ញុំបើខ្ញុំមិនចង់ញ៉ាំឡប់ទៅបន្ទប់របស់ខ្ញុំវិញតាមឡើយខ្ញុំមិនចង់ឲ្យអ្នកញ៉ាំវាទេនេះជាបបរមួយចានសម្រាប់អ្នកគួរតែពេញចិត្តខ្ញុំនៅតែចង់បានការព្យាបាលដូចគ្នានឹងឆេវដែរអ្វីអ្នកស្រី Vivian ដែលជាស្ត្រីមានបំផុតនៅក្នុងប្រទេសចិននឹងវិនិយោគប្រាក់ចំនួន10,000 លានយួននៅក្នុងគ្រួសារយ៉ានរបស់យើងខ្ញុំនិងស្វាមីរបស់យើងមិនស័ក្តិសមនឹងការមកលេងផ្ទាល់ខ្លួនរបស់អ្នកស្រី V តតែសោះការការពាររាជវង្សវៃនឹងចិនវាហាក់ដូចជាអតីតសិស្សរបស់ខ្ញុំបានរកឃើញខ្ញុំហើយអ្វីកូនប្រុសខ្ញុំបានធ្វើការងារដ៏អស្ចារ្យមួយជូនអ្នកស្រី V ហាបាត់ចាស់កូនប្រុសល្អហាវាគឺជាក្រុមហ៊ុន V Group ដែលជាគ្រួសារអ្នកមានលំដាប់លេខ1របស់ពិភពលោកត្រូវហើយគ្រួសារយ៉ានរបស់យើងវាគ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះនៅចំពោះមុខក្រុមហ៊ុន V Group យើងជាព្រះម្ចាស់ឡុងសូមអរគុណដល់កូនប្រុសល្អរបស់យើងឆេវនោះហើយជារបៀបដែលគ្រួសារយ៉ានរបស់យើងទទួលបានការពេញចិត្តពីអ្នកនាងវៃហេតុអ្វីដោយវិធីនេះឪពុកម្ដាយខ្ញុំបានជួយសង្គ្រោះគូស្វាមីភរិយាវ័យចំណាស់មួយគូកាលពីប៉ុន្មានខែគេហាក់ដូចជាឪពុកម្ដាយរបស់កញ្ញាវីវៃជីងគឺជាក្មេងកំព្រាម្នាក់ដែលបានបាត់បង់ឪពុកម្ដាយទាំងពីររបស់នាងមុនពេលនាងជួបខ្ញុំឪពុកម្ដាយមកពីណាអ្នកទាំងអស់គ្នាពិតជាពូកែខាងបង្ហាញហេតុផលខ្លួនឯងណាស់នោះជាករណីពិតប្រាកដកូនប្រុសខ្ញុំមិនដែលស្រមៃថាអ្នកជាអ្នកឧបត្ថម្ភរបស់អ្នកស្រីវីទេអរគុណដល់អ្នកនោះហើយជារបៀបដែលយ៉ានជាទទួលបានមូលនិធិរាប់ពាន់លានដុល្លារពីក្រុមហ៊ុន V Group ខ្ញុំយ៉ានជាបានឡើងឋានៈក្នុងសង្គមដោយរៀបការជាមួយអ្នកស្រីវៃជីវិតរបស់ខ្ញុំក្នុងគ្រួសារអ្នកមានលំដាប់ខ្ពស់គឺជិតដល់ទីបញ្ចប់ហើយខ្ញុំអាចធ្វើតួនាទីរបស់ខ្ញុំសម្រាប់គ្រួសារយ៉ានវាជាកិត្តិយសរបស់ខ្ញុំបងប្រុសខ្ញុំប្រហែលជាគិតដូចគ្នាមើលបងប្រុសរបស់អ្នកជួយគ្រួសារយ៉ានឡើងឋានៈដល់អ្នកស្រីវៃដែលជាឥស្សរជនកម្ពុជានៃអំណាចនិងឥទ្ធិពលហើយចុះអ្នកវិញវាគ្រាន់តែជាមនុស្សម្នាក់ដែលមិនធ្វើអ្វីទាំងអស់មនុស្សឥតប្រយោជន៍ម្នាក់ដែលគ្រាន់តែញ៉ាំនៅចំហៀងប្រែខ្លាយទៅពេលដែលការពិតទាំងអស់ត្រូវបានលាតត្រដាងអ្នកលែងត្រូវធ្វើពុតជាសាច់ញាតិលាក់ពុតទៀតហើយដូច្នេះនៅក្នុងចិត្តរបស់អ្នកខ្ញុំដែលជាកូនប្រុសរបស់អ្នកផ្ទាល់គឺជាមនុស្សកំសត់បែបនេះមែនទេម៉ាក់យ៉ាងណាមិញបងប្រុសរបស់ខ្ញុំមកពីជនបទមិនដឹងច្បាប់ទេគ្មានសមត្ថភាពទេល្អអ្នកនៅតែមានខ្ញុំធ្ងន់ធ្ងរបើប្រៀបធៀបនឹងខ្ញុំអ្នកនឹងក្លាយជាសម្រាមជានិច្ចក្មេងល្ងងស្រុកនេះបើគ្មានជំនាញរបស់ឆ្កែជៀមវែងដែលបានទទួលការហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់របស់ខ្ញុំទេបរោះអាក្រក់ធំខ្ញុំស្អប់អ្នកអត់អន់ចំពោះការបោកបញ្ឆោតនិងការកុហករបស់កូនប្រុសចិញ្ចឹមរបស់អ្នកហើយឥឡូវនេះខ្ញុំកំពុងត្រូវបានសត្វ Greenhorn មួយចំនួនធ្វើបាបបន្ទាប់ពីយប់នេះកិច្ចសន្យាជាងចេញកៅអីនេះនឹងត្រូវពន្លត់ទាំងស្រុងផុតកំណត់យកស្ថានសួគ៌នឹងផែនដីជាសាក្សីគ្មានការស្ដាយក្រោយបន្ទាប់ពីសរសេររួចកាត់ផ្ដាច់ចំណងលោកីលីសរ៉ែងធ្ងន់ធ្ងរណាស់ស្នេហាបែកបាក់ថ្ងៃនេះបន្ទាប់មកចំណងលោកីត្រូវបានកាត់ផ្ដាច់ការកាន់កាប់តៅស៊ូឪពុកម្ដាយតើយើងពិតជាមិននាំប្អូនប្រុសខ្ញុំទៅស្វាគមន៍អ្នកស្រីវីដែលជាស្ត្រីមានបំផុតនៅក្នុងប្រទេសនេះទេទៅធ្វើឲ្យខ្លួនឯងខ្មាស់គេឆាវយ៉ាងចងចាំអ្នកគឺជាអ្នកស្នងមរតកតែម្នាក់គត់របស់ក្រុមយ៉ានរបស់យើងអ្នកមិនអាចមានចិត្តទន់ភ្លន់បែបនេះទេប៉ុន្តែប្អូនប្រុសរបស់អ្នកក៏ជាកូនបង្កើតរបស់អ្នកដែរពួកគេក៏មានសិទ្ធិទទួលមរតកផងដែរខ្ញុំគ្រាន់តែជាយកខុសម្នាក់ប៉ុណ្ណោះគ្រួសារយ៉ានរបស់យើងមានកូនប្រុសតែម្នាក់គត់គឺយ៉ានឆាវយ៉ាងកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង